Hello សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបយកដាវ CDK ឬក៏យើងអាចហៅថា Crystal Katana អូខេចាំមុនចូលវីដេអូយើងសម្រាប់គ្នាយើងដែលមកថ្មីៗបានជួយ Subscribe ទេគឺជួយ Subscribe ម្នាក់មួយផងហើយសម្រាប់គ្នាយើងដែលត្រូវការជាមួយនឹង Game Pass ផងអីផ្សេងៗគឺអាចតាក់ទងមកខាងខ្ញុំបានដែលឈ្មោះគឺខ្ញុំបាននៅខាងក្រោមឬក៏អ្នកទាំងអស់គ្នាអាចមើលកន្លែង comment បានអញ្ចឹងកុំឲ្យខាតពេលយូរតើយើងចូលក្នុងវីដេអូរបស់យើងទាំងអស់គ្នាចាំមុននឹងធ្វើ CDK បានគឺអ្នកទាំងអស់គ្នាត្រូវមានរបស់3មុខដែលអ្នកទាំងអស់គ្នាត្រូវធ្វើសិនទៅអ្នកគ្នាអាចមកធ្វើ quest យក CDK បានដែលរបស់ទី1គឺ level អញ្ចឹងតើតែអ្នកទាំងអស់គ្នាមាន level 2200ឬក៏លើសហ្នឹងទៅអ្នកទាំងអស់គ្នាអាចធ្វើជាមួយនឹង CDK បានហើយចំណែករបស់ទី2និងទី3គឺអ្នកទាំងអស់គ្នាត្រូវមានជាមួយនឹងដាវ Yama Tusita ឲ្យគ្រប់350 mastery អញ្ចឹងអ្នកគ្នាមានតែ3មុខហ្នឹងគឺអ្នកទាំងអស់គ្នាអាចធ្វើ CDK បានហើយតើតោនឹងដាវ Yama Tusita ហ្នឹងគឺខ្ញុំធ្វើវីដេអូពីវានៅពេលក្រោយទៀតអញ្ចឹងសម្រាប់របស់3មុខហ្នឹងគឺខ្ញុំមានហើយតោះឥឡូវខ្ញុំទៅធ្វើ CDK អូខេចង់ដំបូងគឺយើងមកកោះអណ្ដើកហើយយើងរត់ឡើងមកខាងលើយើងមកដល់កន្លែងនេះដូចនេះឃើញអញ្ចឹងគឺហៅវាទ្វារបិទឆឹងរៅយើងចូលតែម្ដងអញ្ចឹងដើម្បីចូលទៅបានយើងក៏មិនប្រើ fast step ដើម្បីចូលដែរគឺយើងមកបើកទ្វារអញ្ចឹងយើងមកចូលមកខាងក្រោយនេះអូខេអញ្ចឹងយើងមកជួប NPC ហ្នឹងមកហើយយើងនិយាយមួយវាមកគឺវានឹងបើកទ្វារឲ្យយើងនេះអញ្ចឹងដូចខ្ញុំនិយាយទៅគ្រប់ប្រហែលដែលខ្ញុំប្រាប់ហ្នឹងសិនណាគឺដាវ Tusta Yama 350ជាមួយនឹង level 2200យ៉ាទៅអ្នកទាំងអស់នេះអាចធ្វើការបើកទ្វារនឹងបានអូខេអញ្ចឹងគឺយើងដើរមកខាងនេះមក yes sir គឺយើងឃើញច្រកទ្វារចូលតែម្ដងពេលមកចូលដល់ខាងក្នុងនេះគឺអ្នកនេះឃើញអត់គឺវាមានឬក៏អានេះជា demon ហើយនេះគឺជា angel វាមាន quest ចំនួន3អានេះ3 quest ហើយយើងត្រូវធ្វើអានេះក៏3 quest ហើយយើងត្រូវធ្វើដូចគ្នាអញ្ចឹងពីរមុខហ្នឹងអ្នកនេះចង់ធ្វើមួយណាក៏បានដែរតែសម្រាប់ខ្ញុំអូខេខ្ញុំធ្វើ demon មុនចុះអូខេនេះឃើញអញ្ចឹងគឺមាន quest រហូតដល់3អញ្ចឹងខ្ញុំត្រូវបំពេញខាងលើនេះអូខេអញ្ចឹងយើងចុចទទួល quest មកយ៉ាអញ្ចឹងយើងធ្វើ quest ហ្នឹងដើម្បីយកជាមួយនឹង stone ពណ៌ក្រហមនេះអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវយក stone ហ្នឹងឲ្យគ្រប់6 stone ទៅយើងអាចយក stone ហ្នឹងមកដាក់កន្លែងនេះបើកទ្វារហើយយក CDK បានយ៉ាអូខេឥឡូវយើងបំពេញ quest ទី1នៃ quest demon ហ្នឹងសិនយ៉ាដែល quest ទី1របស់វាគឺយើងកុំវាយយើងឲ្យ NPC វាយយើងយ៉ាហើយធ្វើម៉េចកុំឲ្យងាប់អ្នកទាំងអស់គ្នាវាយតតែត្រប់វាយតតែវាត្រប់ជាមួយនឹង stone ពណ៌ក្រហមឲ្យអូខេឥឡូវចាំខ្ញុំធ្វើឲ្យមើលយ៉ាគឺយើងឈរវាវាយតែកុំងាប់កុំឲ្យងាប់សោះអូខេមើលអត់ការទេអត់តាន់បានទេអត់តាន់បាន bro ម្ដងទៀតអត់ទេមិនបាច់ចាំទៅយក quest ម្ដងទៀតទេណែយ៉ាគឺយើងបានជាមួយនឹងត្បូងពណ៌ក្រហមនឹងមកគ្រាប់នេះឃើញអញ្ចឹងគឺតែប៉ុណ្្នឹងមកគឺយើងអាចទទួលបានជាមួយនឹងត្បូងពណ៌ក្រហមមកគ្រាប់នេះអូខេអញ្ចឹងឥឡូវខ្ញុំបានត្បូងពណ៌ក្រហមមួយហើយអូខេអញ្ចឹងគឺយើងមកបំពេញតទៀតយ៉ាអូខេចូលមកដល់ quest ទី2នេះគឺវាពិបាកខ្លាំងដែរអូខេឥឡូវខ្ញុំធ្វើការយក quest ទី2នឹងសិនទៅយ៉ាគឺអ្នកនេះឃើញគឺវាចុះអាប់តែម្ដងអញ្ចឹងចុះអាប់ហ្នឹងគឺគោលដៅរបស់វាឲ្យយើងទៅរក NPC ដែលមានលក្ខណៈថាចំណុចពណ៌ស្វាយនៅលើខ្លួនរបស់វាយ៉ាអញ្ចឹងយើងត្រូវប្រើ observation ណាដើម្បី scan មើលអញ្ចឹងនេះអ្នកឃើញគឺវាមានចំណុចពណ៌ស្វាយនៅលើ NPC អញ្ចឹងយើងត្រូវវាយ NPC អស់ហ្នឹងឥឡូវយើងវាយសិនទៅយ៉ាឲ្យតែឃើញអ្នកគ្នាវាយតលេងឃើញអូខេអូមែនទេអានេះផ្សេងចង់ផ្សេងពេលវា drop គឺលេងឆោះអាប់ហើយអូខេឥឡូវលេងឃើញហើយអញ្ចឹងបើលេងឃើញយើងត្រូវផ្សេងទៀតអត់តន់អស់ទេអូខេពួកនេះវាអត់មានទេអញ្ចឹងយើងត្រូវគ្រប់ NPC នេះគ្រប់ NPC អ្នកគ្នាវាយប្រហែលក៏បានដែរឲ្យតែវាបាត់អូខេឥឡូវបាត់ទេអូខេអញ្ចឹងយើងទៅរកមកតបទៀតនេះគឺមាន boss fight ដែរនៅកោះអណ្ដើកនេះវារៀងច្រើនអូខេអស់ហើយឥឡូវយើងទៅមើលទៀតនិយាយទៅគឺវាអាចនឹងមិនមែនមានតែមួយកោះទេនិយាយទៅវាអាចមានច្រើនកោះអញ្ចឹងបើអ្នកនេះចង់ស្រួលរកអ្នកនេះគួរណាមាន team អញ្ចឹងដើម្បីឲ្យគាត់ជួយនាំយើងទៅតាមកោះផ្សេងនិយាយទៅសារតែពេលវាអាប់អញ្ចឹងគឺយើងពិបាកនៅក្នុងការមើលកោះខ្លាំងមែនទែនអញ្ចឹងបើពេលអ្នកនេះឆ្លងទៅកោះណាមួយពិបាកមើលគឺអ្នកទាំងអស់គ្នាអាចឲ្យគ្នាអ្នកទាំងអស់គ្នាបើកទុកជូនទៅបានតែបើស្រាប់ account ខ្ញុំគឺមាន portal permanent đấyអញ្ចឹងគឺមិនចាំបាច់ team អីដែរគឺយើងអាច teleport បានអូខេអស់ហើយអញ្ចឹងយើងរកឲ្យគ្រប់នៅហើយរកឲ្យអស់បើរកអស់ហើយចាំយើងទៅរកកោះផ្សេងទៀតតែមួយតោះយើងមើលសិនអូខេដូចនៅទៅយ៉ាគឺដូចជាអស់តបរបស់វាហ្នឹងអីអញ្ចឹងពេលណាអស់យើងត្រូវទៅរកកោះដើម្បីទៅរកទៀតឥឡូវខ្ញុំទៅរកកោះ cake យ៉ាយើងមើលនេះចិត្តនេះមើលវាដូចជាអត់មានទេនប់អត់ត្រប់ហើយបើអត់ត្រប់ហើយដំបងបានហ្សូននៅកោះនឹងមួយណានៅកោះនឹងមួយអស់ហើយមើលអត់បានអត់តន់បានទៀតអូច្រើនគួរសមដែរណាមិនតិចទេអូខេលោកឲ្យបាន
Yes sir យើងបានជាមួយនឹងត្បូងពណ៌ក្រហម2គ្រាប់ហើយអញ្ចឹងឥឡូវយើងទៅយក quest ទី3ចុងក្រោយអា quest ទី3ហ្នឹងគឺពិបាកនេះពិបាកមែនតើប៉ុន្តែយើងសាកទៅផ្សងសំណាងយ៉ាយើងទៅ Wire Reaper នេះឥឡូវយើងទៅកោះទូខ្មោចនេះយើងទៅកោះទូខ្មោចសិនបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវការបូនដើម្បី random យកភ្លើងណាខ្ញុំមានបូន 5000 ក្នុងការ random តែក៏មិនប្រកាសថាសំណាងដែរអញ្ចឹងធ្វើម៉េចខ្ញុំ random ឲ្យបានភ្លើងណាគ្នាខ្ញុំ random កន្លែងហ្នឹងអញ្ចឹង random ម្ដងណាអ្នកដឹងគឺវាត្រូវការរៀងច្រើនគួរសមដែរយ៉ាគឺ50បូនផ្សងសំណាងបើខ្ញុំបានភ្លើងគឺល្អមែនទេល្បែគុណ2 no មើលឲ្យភ្លើងតិចមើល no អត់បានចោលបាត់ទេអូអត់បានទេមើលណាអស់ឲ្យទៅលុយដល់កោប្រាអើជុំឲ្យទៅលុយ level ភ្លើងហ្នឹងក៏វាអត់ងាយ drop ដែរអ្នកនរនេះភ្លើងហ្នឹងគឺអត់ងាយ drop ទេណាអស់បាត់អញ្ចឹងតើតែយើងរងចាំ2ម៉ោងទៀតទៅយើងអាចប្រវល់បានទៀតអញ្ចឹងខ្ញុំអត់ត្រូវការចាំ2ម៉ោងដើម្បី random ទេណាគ្នាអញ្ចឹងបើអ្នកនេះមានគ្នាឲ្យគ្នាយើងក៏ជួយ random ទៅក៏បានដែរនិយាយទៅឲ្យណាគេមកជួយ random ក៏បានដែរឲ្យតែបានភ្លើងណាគ្នាអញ្ចឹងខ្ញុំដាក់ account ផ្សេងមក random មកកុំឲ្យវាចាំយូរអូខេឥឡូវខ្ញុំផ្សងសំណាងសិនតែយើងមាន1000ជាងបូនដែរចាំមើលថាយើងបានអត់អូ let's go បាទហើយYes sir យើងបានជាមួយនឹងភ្លើងអមតៈផងដែរបាទអូខេអញ្ចឹងយើងបានភ្លើងនឹងហើយគឺយើងដាក់ចូលកន្លែងនេះអ្នកទាំងអស់នេះអូខេថាកន្លែងហ្នឹងគឺអ្នកនេះឲ្យមេនឹងវាយយើងឲ្យងាប់តែម្ដងគឺយើងកុំតដៃអីគឺឲ្យវាវាយយើងតងាប់ហ្មងទៅអូខេអញ្ចឹងគឺវានឹងនាំអ្នកនេះទៅកោះផ្សេងមួយទៀតអញ្ចឹងកន្លែងហ្នឹងឯងដែលយើងត្រូវបំពេញ quest របស់វាអញ្ចឹងគឺមាន3 touch គឺមាន3 touch ដែលឲ្យយើងធ្វើការបើកអញ្ចឹងពេលណានេះបើកត្រូវធៀមខ្លួនតែវាចេញ NPC អញ្ចឹងអានេះ1អូខេខ្ញុំទៅមើលផ្សេងទៀតសិនអូខេអានេះ2អូខេអាណាមួយទៀតអូនេះ3អូខេឥឡូវខ្ញុំបើកអានេះមួយទៀតមកអូខេតែយើងធៀមចេញមកដាក់ Buddha permanent មកអូខេអញ្ចឹងយើងបានមកថយហើយពេលយើងបានគឺថយនឹងវាឆេះហើយអូខេអញ្ចឹងខ្ញុំចូលទៅថយទី2អូខេហើយយើងដាក់ថយទី3ចានេះមានមេអាទី3នេះអូខេយើងរួចគឺទ្វារចេញពណ៌បៃតងយើងអាចចូលទៅ Yes sir អញ្ចឹងគឺយើងបានជាមួយនឹងត្បូងពណ៌ក្រហមត្បូងពណ៌ក្រហម3អញ្ចឹងបានន័យថាយើងហើយ quest demon នេះរួចហើយអញ្ចឹងអស់ហើយណានេះអញ្ចឹងយើងក្លែងវាមកតង់ទៀតដែរអញ្ចឹងឥឡូវយើងដល់ quest angel វិញម្ដង quest demon ចប់ចូលដល់ quest angel អញ្ចឹងបើយើងបំពេញអា quest angel នឹងចប់គឺយើងអាចដាក់ត្បូងចូលទៅយក CDK បានហើយសម្រាប់ quest angel គឺវាពិបាកត្រង់ចាំទេអ្នកទាំងអស់គ្នាវារៀងយូរអញ្ចឹងអូខេឥឡូវគឺយើងធ្វើ quest ទី1សិនយើងកំតណាទៅមើល quest ផ្សេងអូខេអញ្ចឹង quest ត្បូងនេះគឺអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំមកគឺទៅចំណោទុកអ្នកទាំងអស់គ្នានិយាយទៅអ្នកនេះធ្វើតាមខ្ញុំមកដោយសារនៅហ្នឹងវាមានតែ3ចំណោទុកទេដែលយើងត្រូវទៅអញ្ចឹងចំណោទុកដំបូងរបស់យើងគឺនៅកោះអណ្ដើកហ្នឹងឯងអញ្ចឹងយើងចុះមកខាងក្រោមនេះមកហើយយើងមកនិយាយកន្លែងយើងជាមួយ NPC នេះមកយើងចុច next ទៅមុខមកអូខេទៅមុខទៀតនេះ pardon me យើងចុចពាក្យ pardon me មកយ៉ាងខកជាស្រ័យអូខេអញ្ចឹងយើងបាន1ហើយអូខេ1ហើយអញ្ចឹងខ្ញុំទៅ castle on the sea របស់យើង1ហើយយើងទៅចុចកន្លែង main ដូចគ្នាអូខេ pardon me ដូចគ្នាមកអូខេបាន2ណាអូខេតាហើយត្រាយើងទៅខាងក្រោមវិញណាវាស្រួលវាឆាប់ដល់នេះទុកចំណោទុកវានៅនេះតែហ្មងអញ្ចឹងយើងមកចំណោទុកហើយត្រាដូចគ្នាមកYes sir យើងទទួលបានជាមួយនឹងត្បូងពណ៌ក្រហម4ហើយ Yes sir អញ្ចឹងយើងបានមកគ្រាប់ចឹងឯងអូខេអញ្ចឹង quest angel ទី1យើងរួចហើយឥឡូវយើងទៅធ្វើ quest បន្តទៀតអញ្ចឹងសម្រាប់ quest ទី2នេះគឺវាត្រូវការពេលយូរអ្នកទាំងអស់នេះអានេះបើអ្នកទាំងអស់គ្នាធ្វើនៅក្នុងបើចង់លឿនអ្នកគួរណាធ្វើនៅក្នុង public server ទៅហ្នឹងហើយគឺអា quest ទី2នេះគឺយើងត្រូវចាំ virus អ្នកទាំងអស់នេះហើយមិនមែន virus នៅក្នុងនេះណានេះគឺយើងចាំ virus នៅ castle អញ្ចឹងយើងត្រូវចាំវាប្រហែលរៀងយូរដែរឲ្យវាចេញ red និយាយទៅចេញ red ទៅយើងវាយទៅយើងទទួលបាន stone ដូចគ្នាឥឡូវយើងចាំឲ្យវាចេញ red មកសិនមក Yes sir អូខេអញ្ចឹងបន្ទាប់ពីខ្ញុំរងចាំរៀងយូរដែរ1ម៉ោងកន្លះហ្នឹងហើយYNPC នៅហ្នឹងនេះ quest មកខ្ញុំយកហើយអញ្ចឹងយើងវាយវាអស់ទៅគឺយើងគង់តែបានជាមួយនឹង stone ពណ៌ក្រហមទេបាទបាទគេថាយើងបានជាមួយនឹង stone ពណ៌ក្រហមហើយ fruit
អូខេចឹងឥឡូវគឺយើងបាន stone ក្រហម5ហើយចឹងគឺយើងនៅសល់តែមួយទៀតគឺយើងអាចយកដើរ CDK បានដែរណាគ្នាចឹងងាយខ្លាំងមែនតើណាវាត្រូវការតែពេលតែបើថាស្រួលយកតែអត់បាក់ទេអូខេឥឡូវយើងទៅធ្វើ quest ចុងក្រោយហើយយើងនឹងទទួលបានជាមួយនឹង stone ក្រហម6ផងដែរអូខេ let's go អូខេចឹងអានេះគឺយើងធ្វើការទៅវាយមេ Big Mom នៅកោះ Cake ចឹង server នេះខ្ញុំនៅយូរមែនតើណាគ្នាចឹងមេនឹង spawn អីចឹងវគ្គនេះគឺយើងមិនមែនឲ្យមេនឹងវាយទេគឺយើងវាយមេនឹងវិញអូខេឥឡូវយើងធ្វើការកម្ចាត់មេនឹងឲ្យទៅសិនទៅអូខេចាំពេលនេះវាយមេនឹងងល់ហើយគឺយើងនឹងបាន teleport មកកន្លែងនេះហើយកន្លែង Angel ទៅចុះអូខេចឹងគឺវាមាន3 torch ដូចគ្នាដែលឲ្យយើងធ្វើការបើកអញ្ចឹងឥឡូវខ្ញុំរកទីតាំងសិនអានេះ1អូខេអានេះ2អូខេអានេះ3អូខេចេញខ្ញុំបើកអានេះមកត្រៀមណាគ្នាវាដឹងចេញមកយប់អូខេដល់ហើយអូខេចឹងបើកភ្លើងបាន1ជួយទៅដល់ភ្លើងទី2អូខេអញ្ចឹងគឺយើងបានគ្រប់6 stone ហើយហៅអាហ្នឹងគេហៅ fragment អ្នកនរគ្នាអញ្ចឹងយើងបាន6 fragment ឬក៏ខ្ញុំអាចថាត្បូងពណ៌ក្រហមអូខេអញ្ចឹងគឺយើងមកបើកกระดาษនេះចុងក្រោយមកអូខេអញ្ចឹងវានឹងអាលីខ្សោតែម្ដងអូខេតោះអញ្ចឹង6គ្រាប់អញ្ចឹងសម្រាប់ quest demon ជាមួយនឹង angel គឺយើងបានពេញអស់ហើយជាបន្តយើងធ្វើការមកចុចកន្លែងនេះមកអ្នកនរគ្នាអញ្ចឹងគឺយើងចុចមកហើយយ៉ាប់គឺវានឹងឲ្យយើងធ្វើការដាក់ជាមួយនឹង stone ពណ៌ក្រហមនឹងចំនួន6អត់បាត់ទេនិយាយថា stone ក្រហមនឹងអត់បាត់ទេណានេះដែរអូខេអញ្ចឹងវាបើកទ្វារកំតាន់នេះអត់តាន់អស់ទេគឺយើងត្រូវវាយ NPC នៅហ្នឹងអញ្ចឹងនៅក្នុងហ្នឹងមាន NPC ពេលខ្ញុំចូលទៅគឺនឹងត្រូវវាយហើយត្រៀម let's go ដាក់ទៅវាយមកវាមិនសូវខ្លាំងទេណាវាយធម្មតាអូអត់ខ្លាំងមិនមកយកអូ no ខ្ញុំវាយតែមេមួយហ្នឹងគឺយើងបានទេណាអូខេនេះវានៅ slow អត់ចង់លោតឲ្យពេលវាយហើយវាមានNPC អស់នេះបត់ជុំវិញមិនបាច់ខ្វល់ទេណានេះយើងបាច់វាយទេអូខេអញ្ចឹង CDK ក៏យើងទទួលបានផងដែរនេះនេះថ្មីថ្មោងតែម្ដងមិនតមាន mastery ទេអញ្ចឹងគឺនៅមកវាយអូខេចឹងសម្រាប់ការធ្វើ CDK គឺមានតែប៉ុណ្្នឹងទេទៅគឺដូចខ្ញុំនិយាយចឹងណាការធ្វើ CDK គឺវាអត់ពិបាកធ្វើទេគ្រាន់តែយើងត្រូវចំណាយពេលធ្វើអញ្ចឹងវីដេអូរបស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនាងខ្លាំងមែនទែនសម្រាប់ការទស្សនាពីដើមដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយ